cá lệ sầm nang lệ phèm hỏi pay muối bong ôn á phèm hỏi pay muối cứ chỉ lệ nom liếp nom sầm nang sầm nhập bong ôn đại cảในឆ្នាំរកាចំណែកឯពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរកាគឺពណ៌ផ្កាម្អមបងប្អូនណាបាទពណ៌ផ្កាម្អមពណ៌ផ្កាម្អមគឺជាពណ៌មួយដែលមានលៀបមានសំណាងនៅក្នុងឆ្នាំ2020នៅក្នុងខែមករាឆ្នាំ2026បាទអញ្ចឹងនៅខែមករាឆ្នាំ2026លោកអ្នកដែលកើតឆ្នាំលកាខមមិននៅលេខសំណាងលេខ521ចំណែកពណ៌សំណាងគឺពណ៌ផ្កាម្អមពណ៌ផ្កាម្អមគឺជាពណ៌មានលៀបមានសំណាងណាអ្នកដែលកើតឆ្នាំលកាបើនិយាយពីរាសីទូទៅនៅក្នុងឆ្នាំ2026គឺគេហៅថាឆ្នាំឆុងហេងឆុងហេងលកាបងប្អូនកូនក្មួយណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំលកាហ្នឹងគឺត្រូវកាត់ឆុងចេញពេលដែលយើងបានកាត់ឆុងឲ្យបានត្រឹមត្រូវចេញរួចយើងហេងហើយយើងផ្ទុះលាបត្រឡប់មកវិញអញ្ចឹងអ្នកដែលកើតឆ្នាំលកាយើងត្រូវកាត់ឆុងចេញហើយការកាត់ឆុងហ្នឹងយើងមិនចេះតែកាត់ទេគឺយើងមានក្បួនគឺយើងមានຂ្នាតរបស់យើងត្រឹមត្រូវនៅក្នុងការកាត់អញ្ចឹងបងប្អូនបានកាត់ឆុងចេញត្រឹមត្រូវគឺបងប្អូនហេងផ្ទុះលាបផ្ទុះសំណាងហើយបងប្អូនកាត់ឆុងមិនត្រូវទេអាហ្នឹងនៅពិបាកលើសដើមអញ្ចឹងគឺត្រូវតែមកកាត់ឆុងចេញឲ្យបានត្រឹមត្រូវផ្ទុះលាបហើយអញ្ចឹងអ្នកដែលកើតឆ្នាំលកាគឺតារាសាស្ត្រសុភមង្គលតារាសាស្ត្រមហាទ្រព្យផ្ទុះចំអ្នកដែលកើតឆ្នាំលកាអញ្ចឹងអ្នកដែលកើតឆ្នាំលកា2026ទ្រព្យក៏ចូលលុយក៏ចូលសង្សារក៏ចូលអញ្ចឹងយើងត្រៀមខ្លួនបើកអ៊ុតមើល2026ដល់គូឬអត់សម្រាប់អ្នកកើតឆ្នាំរកាអញ្ចឹងអ្នកដែលកើតឆ្នាំរកាដើមខែចូលលុយចូលបាទដើមខែចូលលុយចូលប៉ុន្តែពិបាកចិត្តបាទអត់ស្រឡះចិត្តទេនេះអញ្ចឹងលេខរាសីគេថាឆ្នាំលកានៅក្នុងខែ1គ្រាន់តែដើមខែចូលមកភ្លាមលុយចូលប៉ុន្តែអបបាក់ចិត្តក៏ចូលអញ្ចឹងប្រយ័ត្នណាបាទលុយចូលដើមខែលុយចូលប៉ុន្តែពិបាកចិត្តហើយពិបាករឿងអីហើយបើនិយាយពីការទូទាយរបស់ខ្ញុំអ្នកដែលកើតឆ្នាំលកាអត់ដឹងខ្លួនឯងពិបាករឿងអីទៀតអញ្ចឹងបើសិនជាថាដឹងថាខ្លួនឯងពិបាករឿងអីវាអត់អីទេប៉ុន្តែវាមិនដឹងថាខ្លួនឯងពិបាករឿងអីទៅទៀតណាអញ្ចឹងប្រយ័ត្នប្រយែងតិចរឿងហ្នឹងអញ្ចឹងត្រូវតែគិតត្រូវតែគូត្រូវតែពិចារណាដោយខ្លួនឯងខ្ញុំអត់ដឹងនិយាយបកស្រាយប្រាប់ថាម៉េចទេប៉ុន្តែគ្រាន់តែប្រាប់ថាប្រយ័ត្នប្រយែងទៅលុយចូលហើយប្រយ័ត្នគិតច្រើនឈួតបាទព្រោះអ្នកកើតឆ្នាំលកាមួយរយៈនេះគិតច្រើនណាស់បាទប៉ុន្តែមិនអីឲ្យទៅលុយចូលអារឿងឈឺអារឿងអីចាំគិតទៀតបាទហើយអ្នកដែលកើតឆ្នាំលកាដដែលចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10បាទចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10គេថារបស់បាត់ឲ្យរកឃើញវិញអញ្ចឹងណាបាទគេថាបាត់ឲ្យឃើញវិញបាត់ឲ្យឃើញវិញអញ្ចឹងបងប្អូនមានបាត់អីអត់មានខាតអីអត់អញ្ចឹងពីថ្ងៃទី8ដល់ថ្ងៃទី10ជើងលេខគេទៅសេថារបស់បាត់ឲ្យរកឃើញវិញរកស៊ីខាតឲ្យបានចំណេញមកវិញអញ្ចឹងស្រង់ដើមមកវិញបានណាបងប្អូនណាបាទយើងខាត់បងយើងធ្វើអីអត់ជោគជ័យយើងធ្វើអីអត់រីកចម្រើនគឺដល់ពេលវេលាដែលយើងបានត្រឡប់មកវិញបាទអញ្ចឹងអ្នកដែលកើតឆ្នាំលកាពីថ្ងៃទី8ដល់ថ្ងៃទី10គឺគេថាបាត់ឲ្យឃើញវិញបាទបាត់ឲ្យឃើញវិញអញ្ចឹងជារឿងមួយដែលល្អសម្រាប់យើងបងប្អូនកូនក្មួយណាបាទអញ្ចឹងអារឿងដែលយើងមិនល្អឱកាសដែលយើងបាត់បង់ទៅខាតបង់កន្លងទៅហើយនោះវានឹងប្រែត្រឡប់មកវិញខ្លាយទៅជារឿងមួយដែលល្អបំផុតសម្រាប់យើងហើយអ្នកដែលកើតឆ្នាំលកាដដែលបងប្អូនពីថ្ងៃទី14ដល់ថ្ងៃទី16ពីថ្ងៃទី14ដល់ថ្ងៃទី16គឺមានគេលួចស្រឡាញ់បាទមានគេលួចស្រឡាញ់ឬមួយគេសារភាពស្នេហ៍ប៉ុន្តែយើងអត់ទាន់ទទួលពាក្យខ្មែរថាយើងមិនទាន់សម្រេចចិត្តយ៉ាងម៉េចវាលឿនសម្រាប់យើងពេកណាបងប្អូននេះពីថ្ងៃទី14ដល់ថ្ងៃទី16ខែមករាឆ្នាំ2026អ្នកដែលកើតឆ្នាំលកាគឺអាចមានគេសារភាពស្នេហ៍ឬមួយគេធ្លាក់ក្នុងលំស្នេហ៍របស់យើងឬមួយក៏គេតាមញ៉ាយយើងបាទប៉ុន្តែចម្លើយរបស់យើងគឺអត់អាចទទួល confirm បានទេព្រោះយើងមិនទាន់ make sure ថាអញវាលឿនពេកអញមិនអាចគិតយកបានទេប៉ុន្តែយើងពិនិត្យមើលសិនទៅព្រោះវាជាតម្រុយអ្នកដែលមកសារភាពស្នេហ៍យើងក្នុងចន្លោះថ្ងៃហ្នឹងគឺអាចជាគូព្រេងរបស់យើងអាចគឺជាអ្នកសំដំចិត្តរបស់យើងបាទអញ្ចឹងអ្នកកើតឆ្នាំលកាណាបាទអញ្ចឹងត្រូវតែពិចារណារឿងគូសកលបងប្អូនកូនក្មួយណាបាទពីថ្ងៃទី21ដល់ថ្ងៃទី23អ្នកដែលកើតឆ្នាំលកាបានការងារថ្មីបានឱកាសថ្មីបាទបានការងារថ្មីបានឱកាសថ្មីពីថ្ងៃទី21ដល់ថ្ងៃទី23ចុងខែបាទពីថ្ងៃទី21ដល់ថ្ងៃទី23អ្នកដែលកើតឆ្នាំលកាហ្នឹងគឺនឹងបានឱកាសថ្មីបានឱកាសថ្មីបានការងារថ្មីអូម៉ាយើងធ្វើការនឹងហើយប៉ុន្តែយើងអាចនឹងមានឱកាសយើងអាចធ្វើអ្វីផ្សេងទៀតដែលជាការនាំលៀបដែលជាការនាំជ័យសម្រាប់យើងនៅក្នុងសម្រាប់អ្នកដែលកើតឆ្នាំលកាអញ្ចឹងអ្នកកើតឆ្នាំលកាយើងមានលៀបមានជ័យរបស់ថ្មីហើយអ្នកកើតឆ្នាំលកាទាំងអស់បងប្អូនកូនក្មួយណាបាទ
cứในក្នុងឆ្នាំ2026ដាច់ខាតត្រូវតែមានរូបពពែយកដាក់នៅក្នុងផ្ទះបើសិនជាយើងមានរូបពពែយកដាក់ក្នុងផ្ទះគឺយើងនឹងមានលៀបគឺយើងនឹងមានជ័យគឺយើងនឹងហេងខ្លាំងនៅក្នុងឆ្នាំ2026ចឹងលៀបជ័យទាំងឡាយគឺបើយើងមានពពែមកដាក់គឺជាកម្លាំងចលករមួយទាញលុយមកឲ្យយើងហ្មងចឹងយើងយកពពែទៅដាក់នៅក្នុងផ្ទះចឹងពពែដែលយើងយកទៅដាក់ខ្ញុំណែនាំគឺពពែបែបនេះបាទពពែមាសពណ៌មាសគឺជាពណ៌ឈ្នះនៅរឿងគ្រប់យ៉ាងមាសសុទ្ធមិនខ្លាចភ្លើងយល់ទេសាមនឹងធាតភ្លើងចឹងអញដាក់ពណ៌មាសចូលមាសសុទ្ធមិនខ្លាចភ្លើងចឹងគឺជាពពែបែបនេះមានស្នែងកោងប្រមូលទ្រព្យប្រមូលលុយណាមានថង់លុយហើយមានលុយដុល្លារនេះបងប្អូនលុយដុល្លារចំហៀងនេះឃើញទេបាទគឺជាពពែហើយខាងក្រោមនេះមានបាតខ្ញុំទៅសេឈ្មោះខ្ញុំព្រោះខ្ញុំធានាអះអាងថាខ្ញុំរៀបចំត្រឹមត្រូវព្រោះខ្ញុំប្រកាសនោះវាមានអ្នកលួចយកទៅធ្វើដែរប៉ុន្តែមិនបានដូចបំណងទេចឹងបងប្អូនជារូបពពែនេះយកទៅដាក់ផ្ទះគឺនឹងនាំលៀបនាំសំណាងសម្រាប់បងប្អូនហើយជាពិសេសអ្នកកើតឆ្នាំលកាគឺចាំបាច់ត្រូវតែមានរូបពពែនឹងយកដាក់ផ្ទះហើយដាក់ឲ្យបងប្អូនធានាថានឹងផ្ទុះលៀបផ្ទុះសំណាងចូលមកជាជាមិនខានបងប្អូនកូនមួយណាបាទអញ្ចឹងបងប្អូននៅក្នុងអ្នកដែលកើតឆ្នាំលកាហើយពាក់ព័ន្ធមួយនេះគឺជាមាសគីឡូហុងស៊ុយបងប្អូនបាទខ្ញុំណែនាំនៅមាសគីឡូហុងស៊ុយនេះជូនដល់បងប្អូនមាសគីឡូហុងស៊ុយនេះគឺជាប្រភេទមាសដែលយើងយកទៅដាក់នៅក្នុងផ្ទះសម្រាប់អ្នកដែលរកស៊ីផ្នែកលុយកាក់អ្នកចំនួនជួញដូរធំអ្នកលក់មាសលក់ប្រាក់អ្នករកស៊ីចងការលុយផ្នែកកន្ទុយលេខផ្នែកឆ្នោតផ្នែកអីជាដើមបាទអាហ្នឹងគេហាម5ប៉ុន្តែបើយើងរកស្របច្បាប់យើងអាចរកបានអញ្ចឹងយើងត្រូវប្រើមាសដុំស័ក្តិសិទ្ធិនេះយកទៅដាក់សកត់ផ្ទះរបស់យើងអញ្ចឹងកាលណាយើងដាក់លុយយើងចូលរហូតអត់ចាញ់ទេហើយធ្វើឲ្យយើងមានតពូជតជំនាន់តកូនតចៅអញ្ចឹងបងប្អូនកូនក្មួយអាចជាវនៅមាសគីឡូហុងស៊ុយនេះយកទៅដាក់នៅក្នុងផ្ទះរបស់បងប្អូនបានក្រោយតែពីដាក់ឲ្យបងប្អូននឹងហេងបងប្អូននឹងកាក់កបបងប្អូននឹងរីកចម្រើនត្រឡប់មកវិញហើយអញ្ចឹងជាវមាសគីឡូនេះយកទៅដាក់2ដុំនេះ1គីឡូដាក់មកផ្ទះ1គីឡូមកផ្ទះគីឡូអត់មានភ័យថាអូខ្លាចមានហើយក្រវិញខ្លាចកូនចៅក្រអត់មានទេអញ្ចឹងអាចជាវនៅមាសគីឡូហុងស៊ុយនេះយកទៅដាក់បានបងប្អូនកូនក្មួយណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំលកាពីថ្ងៃទី21ដល់ថ្ងៃទី23នឹងទទួលបានឱកាសថ្មីទទួលបានការងារថ្មីបទពិសោធន៍ថ្មីធ្វើឲ្យយើងរកស៊ីមានបានហើយអ្នកដែលកើតឆ្នាំលកាចុងខែបាទអ្នកដែលកើតឆ្នាំលកាចុងខែគឺត្រូវឈឺបាទឈឺនេះលកាចុងខែគឺឈឺឯងអញ្ចឹងគឺត្រូវតែប្រយ័ត្នប្រយែងបន្តិចបងប្អូនកូនក្មួយណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំលកាចុងខែគឺឈឺឯងអញ្ចឹងគឺត្រូវថែរក្សាសុខភាពឲ្យបានមែនតើណាបងប្អូនណាបាទបើមិនអញ្ចឹងទេគឺឈឺបាទអញ្ចឹងលកាចុងខែគឺថែសុខភាពឈឺប៉ុន្តែអ្នកដែលកើតឆ្នាំលកាហៅថាពួកសាច់កម្មបើទោះបីជាឈឺក៏គ្មានតែឈឺអីឲ្យវាលើសលប់អីដែរអញ្ចឹងយើងថែទាំសុខភាពទៅបាទអញ្ចឹងជូនពរអ្នកកើតឆ្នាំលកាទាំងអស់ឲ្យជាសះស្បើយទៅឲ្យហេងទៅឲ្យកាក់កបទៅឲ្យកុំភ្លេចខមមិននៅលេខសំណាងគឺលេខ521ចំណែកពណ៌សំអាងគឺពណ៌ផ្កាម្អមបាទ